ជំរាបសួរចឹងថ្ងៃនេះខ្ញុំមកចែករំលែកបងប្អូនតទៀតតកតងជាមួយនឹងរបៀបនៅក្នុងការរៀនអក្សរប្រែលចឹងកាលពីវីដេអូមុនខ្ញុំបានបញ្យល់បងប្អូនឬក៏បានចែករំលែកបងប្អូនអីទៅជាមូលដ្ឋានគ្រឹះក្នុងការរៀនអក្សរប្រែលហើយបន្តមកខ្ញុំបានឲ្យបងប្អូនដឹងអំពីរៀងរបស់ស្រៈបាន5ហើយទាំងចំណុចទាំងរៀងទាំងរបៀបសរសេរអញ្ចឹងថ្ងៃនេះខ្ញុំអត់បានសរសេរឡើងវិញទេប៉ុន្តែខ្ញុំមករំលឹកអំពីចំណុចនីមួយៗនៃស្រៈឲ្យបងប្អូនដឹងទាំង5នឹងឡើងវិញមុននឹងខ្ញុំចូលដល់មេរៀនថ្មីមុននឹងយើងចូលដល់ស្រៈថ្មីអញ្ចឹងស្រៈទី1គឺស្រៈអាពេលស្រៈអានេះគឺមានចំណុច1និងចំណុច6នេះគឺជាស្រៈអាហើយបន្តមកទៀតនេះស្រៈអេនេះគឺមានចំណុច3និងចំណុច4នេះចំណុច3ចំណុច4តមកនេះគឺស្រៈអីរបស់យើងគឺមានចំណុច1និងចំណុច5ហើយបន្តមកនេះគឺស្រៈនេះគឺមានចំណុច2ចំណុច4និងចំណុច6ជាស្រៈហើយនេះជាស្រៈចុងក្រោយនេះគឺជាស្រៈហ្នឹងគឺចំណុច2និងចំណុច6មិនជាស្រៈអីទេបងប្អូនកុំច្រឡំគ្នាស្រៈអីគឺ1 5ដល់ពេលស្រៈគឺ2 6អញ្ចឹងខ្ញុំគ្រាន់តែរំលឹកឡើងវិញប៉ុណ្ណឹងឲ្យបងប្អូនដឹងឥឡូវយើងចូលដល់ស្រៈបន្ទាប់ដែលយើងត្រូវរៀនថ្ងៃនេះត្រូវយល់ដឹងថ្ងៃនេះខ្ញុំនឹងចែករំលែកបងប្អូនបន្តជាមួយនឹងស្រៈអូនេះបងប្អូនមើលទៅស្រៈអូថាស្រៈអូហ្នឹងតើស្រៈអូមានចំណុចប៉ុន្មានស្រៈអូរៀងបែបនេះហើយជាចំណុចរបស់វាគឺចំណុច1និងចំណុច4ឥឡូវខ្ញុំឲ្យបងប្អូនឃើញតទៅឃើញហើយចាំមើលខ្ញុំអនុវត្តការសរសេរមកនេះចំណុច1និងចំណុច4អញ្ចឹងឥឡូវយើងអនុវត្តការសរសេរម្ដងអញ្ចឹងយើងចាប់ផ្ដើមបន្ទប់មកនៅខាងលើហ្នឹងក្នុងបន្ទប់នីមួយគឺលើគេផ្នែកខាងស្ដាំហ្នឹងគឺគេហៅថាចំណុច1អញ្ចឹងយើងសរសេរមកហើយបន្ទាប់មកយើងមកមុខវាចំណុច4ណាអញ្ចឹងយើងចុចទៀតមក1 4 1 4យ៉ាងរហូតមកឥឡូវខ្ញុំបើកបងប្អូនមើលម្ដងអញ្ចឹងនេះអានេះជាអ្វីដែលខ្ញុំសរសេរចំណុច1និងចំណុច4 1 4 1 4រហូតជាចំណុចរបស់ស្រៈអូហើយនេះជាស្រៈអូនៅលើសៀវភៅពុំសៀវភៅគំរូតមកនេះជាអ្វីដែលខ្ញុំសរសេរចំនួន1 2 3 4 5 6អញ្ចឹង6ដងសរសេរស្រៈអូនោះ6ដងអញ្ចឹងស្រៈអូរបស់យើងគឺមានចំណុច1និងចំណុច4ចំណុចទន្ទឹមនឹងចំណុច1គេហៅថាចំណុច4ចុះមកក្រោមចំណុច2ទន្ទឹមនឹងចំណុច2ហៅថាចំណុច6ចំណុច5អធិស្ឋានទន្ទឹមនឹងចំណុច2ហៅថាចំណុច5ចុះមកក្រោមទៀតហៅថាចំណុច3ដល់ពេលទន្ទឹមនឹងចំណុច3ហ្នឹងគេហៅថាចំណុច6អញ្ចឹងនេះជាចំណុចខាងលើបំផុតនៅខាងលើបំផុតហ្នឹងនៅក្នុងបន្ទប់នៃ slate ហ្នឹងផ្នែកខាងស្ដាំគេហ្នឹងគេហៅថាចំណុច1មកមុខមកហៅថាចំណុច4អញ្ចឹងបងប្អូនឃើញស្រៈអូមិនមែនឡើងចុះមិនមែនអីទេវារត់មកមុខចុច1ហើយមកមុខចុច1មកមុខចុច2មកមុខមកមួយទៀតអញ្ចឹងចុច2ចំណុចហ្នឹងទីតាំងចំណុចគេហៅថាចំណុច1និងចំណុច4អញ្ចឹងវីដេអូនេះខ្ញុំចែករំលែកបងប្អូនប៉ុណ្ណឹងសិនចុះកុំឲ្យបងប្អូនពិបាកនៅក្នុងការស្វែងយល់បងប្អូនយល់តែមួយស្រៈនឹងបានហើយសម្រាប់ស្រៈអូគឺយើងមានចំណុច1និងចំណុច4បងប្អូនចង់សរសេរឬក៏បងប្អូនចង់មើលរៀងបងប្អូនអាចមើលនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះបានជាពិសេសគឺបងប្អូនដែលគាត់មានពិការភាពផ្នែកគាត់ផុតអាយុនៅក្នុងការចូលរៀនគាត់អត់បានរៀនគាត់អត់បានសិក្សាពីអក្សរប្រែលគឺគាត់អាចស្ដាប់វីដេអូរបស់ខ្ញុំហើយអាចស្វែងរកឧបករណ៍ដើម្បីយកមកសរសេររៀនសរសេរបានអរគុណច្រើនសម្រាប់បងប្អូនដែលតែងតែតាមដាននៅលើ page Blank Generation ជម្រាបលា